ថ្ងៃបន្ទាប់នៅក្នុងផ្ទះស្ងាត់ជ្រងំលោកសេដ្ឋីនិងលោកស្រីចិន្តាក៏ចេញទៅក្រៅមួយសន្ទុះធំដូចគ្នានៅក្នុងផ្ទះមានតែចេតនានិងនាងសុំប៉ុណ្ណោះអ្នកនាងចេតនាដល់ពេលពិសាបាយហើយអ្នកនាងចេញពីក្នុងបន្ទប់មកអ្នកនាងចេតនាឮខ្ញុំហៅឬអត់ហ្នឹងគ្មានសម្លេងឆ្លើយតបពីក្នុងបន្ទប់មកវិញឡើយទើបនាងសុំបើកទ្វារចូលទៅក្នុងបន្ទប់តែម្ដងអ្នកនាងចេតនាអូយព្រះអើយជួយផងអ្នកនាងចេតនាកុំធ្វើបែបនេះវាមិនល្អនោះទេនាងសុំបើកទ្វារចូលមកក៏ឃើញនាងចេតនាកំពុងតែឡើងលើកៅអីដោយបំរុងចងកទៅហើយប៉ុន្តែនាងសុំក៏បានទៅទាញចុះមកវិញអ្នកនាងកុំធ្វើអញ្ចឹងអីបើអ្នកនាងស្លាប់បាត់ណាតើឪពុកម្ដាយអ្នកនាងនឹងខ្លាចទៅជាយ៉ាងណាខ្ញុំមិនចង់រស់នៅទៀតទេបងសុំខ្ញុំធ្វើអ្វីក៏មិនត្រូវចិត្តលោកពុកដែរខ្ញុំហត់នឿយនឹងការដាក់សម្ពាធការបង្ខិតបង្ខំបែបនេះខ្លាំងណាស់បងសុំឲ្យខ្ញុំស្លាប់ទៅខណៈពេលនោះផងដែរលោកសេដ្ឋីនិងលោកស្រីចិន្តាក៏បានចូលមកដល់ចេតនាកូនឯងចង់ធ្វើស្អីចេតនាកូនហេតុអីក៏កូនគិតដូច្នេះកូនមិនអាណិតដល់ពុកម៉ែខ្លះទេអីកូនខ្ញុំសុំទោសម៉ែខ្ញុំមិនចង់រស់នៅហើយធ្វើឲ្យពុកបាក់មុខដោយសារខ្ញុំនោះទេបើគ្មានខ្ញុំពុកនឹងមិនបាក់មុខព្រោះដោយសារតែមានកូនដូចជាខ្ញុំទៀតខ្ញុំមិនគួររស់នៅលើផែនដីនេះទៀតឡើយកូនស្រីកូនកុំគិតដូច្នេះអីឲ្យពុកសុំទោសដែលពុកគិតតែពីដាក់សម្ពាធឲ្យកូនតទៅពុកឈប់បង្ខិតបង្ខំកូនឲ្យត្រូវទៅយកលេខរៀងទី1ទៀតហើយទោះកូនរៀនបានលេខប៉ុន្មានរៀនពូកែឬក៏អន់ក៏ពុកលែងគិតយកវាជាធំទៀតហើយឲ្យតែកូនខំប្រឹងប្រែងរៀនសូត្រនិងធ្វើជាកូនល្អគឺពុកសប្បាយចិត្តហើយឲ្យពុកសុំទោសផងណាកូនស្រីខ្ញុំសុំទោសពុកម៉ែដែលគិតអវិជ្ជមានដូចនេះខ្ញុំនឹងមិនគិតរឿងអវិជ្ជមានដូចនេះទៀតទេបើអញ្ចឹងល្អហើយកូនកុំគិតខ្លីទៀតចាស់ម៉ែឪពុកចេតនាបិទតែធ្វើឲ្យបាត់បង់កូនស្រីដោយសារតែកំហុសរបស់ខ្លួនដែលបានបង្ខិតបង្ខំដាក់សម្ពាធលើកូនស្រីខ្លាំងពេកព្រោះចង់ឲ្យកូនឈរនៅលេខរៀងទី1ប្រសិនបើមិនបានហាមឃាត់និងគិតយល់ម្ដងទៀតអាចនឹងធ្វើឲ្យបាត់បង់កូនជាទីស្រឡាញ់ទៅជារៀងរហូត